Việt Namចាប់ផ្ដើមបង្ក្រាបការនាំចេញទំនិញខុសច្បាប់ទៅកាន់ទីផ្សារអាមេរិក វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម ក្រសួងពាណិជ្ជកម្មវៀតណាមបានចេញបញ្ជាដោយផ្ទាល់ចំពោះការអនុវត្តការបង្ក្រាបការនាំចេញទំនិញខុសច្បាប់ទៅកាន់ទីផ្សារអាមេរិកដើម្បីជាស្ពានចរចាជាមួយទីក្រុង Washington អំពីបញ្ហាពន្ធគយ សារព័ត៌មាន Reuters បានរាយការណ៍ថាដើម្បីអាចបើកផ្លូវចំពោះកិច្ចចរចាពន្ធគយរវាងវៀតណាមនិងអាមេរិកបានក្រសួងពាណិជ្ជកម្មវៀតណាមត្រូវតែពិនិត្យឲ្យបានល្អិតល្អន់ចំពោះការនាំចេញទំនិញខុសច្បាប់ទៅកាន់ទីផ្សារមហាអំណាចលោកខាងលិចខណៈបច្ចុប្បន្នវៀតណាមអះអាងថាការក្លែងបន្លំប្រភពដើមនៃទំនិញនាំចេញទៅអាមេរិកកំពុងរីកដូចផ្សិតនៅវៀតណាមបើទោះជាវៀតណាមមិនបានបង្ហើបឈ្មោះប្រទេសដែលជាប្រភពនៃទំនិញខុសច្បាប់អស់ទាំងនេះប៉ុន្តែរបាយការណ៍បង្ហាញថាវៀតណាមនាំចូលទំនិញជិត 40% ពីប្រទេសចិនស្របពេលកន្លងមកអាមេរិកចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មតំបន់អាស៊ានជាមធ្យោបាយគេចវេះការបង់ពន្ធទំនិញចូលក្នុងទីផ្សារអាមេរិកទីក្រុង Washington អះអាងថាដើម្បីគេចវេះការបង់ពន្ធទំនិញចិនជាច្រើនត្រូវបាននាំចូលក្នុងប្រទេសវៀតណាមនិងបានផ្លាស់ប្ដូរប្រភពទំនិញពីចិនទៅជាប្រទេសវៀតណាមមុននាំចេញទៅកាន់ទីផ្សារអាមេរិកតាក់ទងនឹងបញ្ហាមួយនេះវៀតណាមមិនបានចេញមុខទទួលស្គាល់ឡើយប៉ុន្តែពួកគេអះអាងថានឹងព្យាយាមបង្ក្រាបការនាំចេញទំនិញខុសច្បាប់ទៅអាមេរិកដើម្បីអាចចរចាបញ្ហាពន្ធគយជាមួយរដ្ឋបាលប្រធានាធិបតី Donald Trump ក្រោយសេតវិមានទុកពេលរហូតដល់ខែកក្កដាបើមិនដូច្នោះវៀតណាមត្រូវបង់ពន្ធទំនិញបន្ថែមរហូតដល់ 46% សម្រាប់ការនាំចេញទៅកាន់ទីផ្សារអាមេរិក